បបិទ្ធព្រះអង្គជាវីរៈបុរសសូមព្រះអង្គទតរិទ្ធនៃខ្ញុំម្ចាស់ចុះខ្ញុំម្ចាស់នឹងសម្ដែងកម្លាំងថ្វាយព្រះសាស្តា នាងឧបុលវណ្ណាដាក់មហាសមុទ្រទាំង4លើផ្ទៃបាតដៃនាងឧបុលវណ្ណាឆ្កឹះផែនដីដាក់លើផ្ទៃបាតដៃដូចក្មេងជំទង់ដាក់នៅយ៉ាងប្លង់ដ៏វិចិត្រនាងឧបុលវណ្ណាបាំងនៅបាតដៃស្មើចក្រវាលលើក្បាលហើយញ៉ាំងក្របភ្លៀងមានពណ៌ផ្សេងៗឲ្យធ្លាក់ចុះនាងធ្វើផែនដីជាត្បាល់ធ្វើគ្រួសជាស្រូវធ្វើភ្នំសេនរុជាអង្រែដូចក្មេងបុកស្រូវខ្ញុំម្ចាស់ឈ្មោះអបុលវណ្ណាជាធីតារបស់ព្រះពុទ្ធដ៏ប្រសើរជាអ្នកស្តត់ក្នុងអភិញ្ញាទាំងឡាយជាអ្នកធ្វើតាមសាសនារបស់ព្រះអង្គបបិទ្ធព្រះអង្គមានបញ្ញាចក្ខុខ្ញុំម្ចាស់សូមធ្វើនៅវិគុណពអ្នករិទ្ធផ្សេងសម្ដែងថ្វាយព្រះទសពលហើយប្រកាសនៅនាមនឹងកោតទើបថ្វាយបង្គំព្រះបាទទាព្រះអង្គបបិទ្ធព្រះភគវាខ្ញុំម្ចាស់ជាអ្នកស្តត់ជំនាញក្នុងរិទ្ធផងស្តត់ជំនាញក្នុងទិបសោតធាតុផងជាអ្នកស្តត់ក្នុងចេតោបរិញ្ញាញាណផងខ្ញុំម្ចាស់ដឹងនៅពុពេនិវាសានុសតិញាណទាំងទិបចក្ខុខ្ញុំម្ចាស់ជំរះហើយអាសវៈទាំងអស់ក៏អស់រលីងហើយឥឡូវនេះភពថ្មីមិនមានទៀតទេក្នុងវេលាដែលព្រះបរមគ្រូទ្រង់នឹងសម្ដែងយមកៈបដិហាខ្ញុំម្ចាស់បានសម្ដែងរិទ្ធរបស់ខ្លួននិមិត្តរត់ទឹមដោយសេះ4ចូលទៅថ្វាយបង្គំព្រះយកគុលបាទរបស់ព្រះសម្មាសម្ពុទ្ធទ្រង់មានសិរីទ្រង់ជាទីពឹងរបស់សត្វលោកហើយទៅបានប្រតិឋាននៅទី1ដ៏សមគួរសេចក្តីទាំងនោះជាការបង្ហាញឲ្យឃើញថាព្រះនាងអបុលវណ្ណាធេរីជាអ្នកមានរិទ្ធច្រើនអាចសម្ដែងរិទ្ធផ្សេងចេញមកបានតែសម័យតាក់ទងក្នុងរឿងការសម្ដែងរិទ្ធរបស់ព្រះធេរីនៅមានសម្ដែងទុកក្នុងខុទ្ទកនិកាយអបទានដែលត្រូវលើកយកមកសម្ដែងក្នុងវគ្គតទៅមុខនេះសម័យមួយព្រះលោកនាថទ្រង់គង់នៅកណ្ដាលភិក្ខុសង្ឃក្នុងវត្តចេតពុនព្រះអង្គបានប្រកាសតែងតាំងភិក្ខុនីទាំងឡាយទុកក្នុងតំណែងជាអេតតកៈផ្សេងសំគួរនឹងបុណ្យបារមីរៀងខ្លួនដែលបានសន្សំមកហើយពេលនោះដែរព្រះលោកនាថក៏បានប្រកាសតែងតាំងព្រះនាងអបុលវណ្ណាធេរីមួយរូបផងដែរដូចមានសេចក្តីថាអេតតកៈភិក្ខុវេមសាវកានាំងភិក្ខុនីនាំងយតិទាំងអធិមថេនាំងយតិទាំងអបុលវណ្ណាមនាលភិក្ខុទាំងឡាយនាងអបុលវណ្ណាជាអ្នកប្រសើរជាងភិក្ខុនីទាំងឡាយដែលជាសាវិការរបស់តថាគតផ្នែកខាងជាអ្នកមានរិទ្ធក្នុងថ្ងៃដែលព្រះសាស្តាទ្រង់សម្ដែងយមកៈបដិហាដើម្បីកាច់បំបាក់ទិដ្ឋិពួកអន្តរថ័យនិងពួកនៃក្រុនដែលមកនិយាយបង្កចំនួនជាមួយនឹងព្រះអង្គគ្រានោះព្រះនាងអបុលវណ្ណាធេរីបានបន្លឺសីហនាថគឺបន្លឺសំឡេងដូចជាសំឡេងរាជកសីថ្វាយបង្គំព្រះវិចិត្រមាហើយក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំម្ចាស់សូមសម្ដែងបដិហាជំនួសព្រះអង្គវិញលំដាប់នោះព្រះសាស្តាទ្រង់សួរអបុលវណ្ណាថានាងនឹងសម្ដែងនៅបដិហាយ៉ាងណាព្រះនាងអបុលវណ្ណាធេរីក្រាបទូលតបថាខ្ញុំម្ចាស់នឹងសម្ដែងឲ្យមានបរិស័ទប្រមាណ12យោជន៍បរិមណ្ឌលដោយជំវិញនិងជាស្ដេចចក្រពត្តិដែលមានបរិស័ទក្នុងបរិវេណស្ថានទីប្រមាណ36យោជន៍ជារង្វង់មូលពត្តិជំវិញហើយចូលមកថ្វាយបង្គំព្រះមានបុណ្យគ្រានោះព្រះសាស្តាទ្រង់រ៉ាប់រងថាអបុលវណ្ណាតថាគតដឹងដល់អនុភាពដេជះរិទ្ធរបស់នាងហើយព្រះអង្គទ្រង់ត្រាស់ហាមឃាត់ព្រះធរីមិនឲ្យសម្ដែងបដិហានោះឡើយជីវប្រវត្តិរបស់ព្រះនាងអបុលវណ្ណាធេរីព្រះនាងអបុលវណ្ណាធេរីជាអគ្គសាវិកាឆ្វេងនិងជាអ្នកមានរិទ្ធ
ព្រះនាងអបុលវណ្ណាធិរីជាអ្នកត្រួតត្រងនៅគុណដ៏ឧត្តមឧត្តមខ្ពង់ខ្ពស់ថែមទាំងជាអ្នកបានទទួលការលើកដំកើងពីព្រះសក្យមុនីឲ្យជាអ្នកប្រសើរជាងភិក្ខុនីទាំងឡាយផ្នែកខាងជាអ្នកមានฤទ្ធិជាពិសេសនោះព្រះនាងបានត្រួតត្រងនៅកិត្តិយសក្នុងឋានៈជាអគ្គសាវិកាឆ្វេងរបស់ព្រះពុទ្ធជាម្ចាស់ទៀតផងចំណែកជីវប្រវត្តិរបស់ព្រះនាងអបុលវណ្ណាមានសម្ដែងទុកក្នុងគម្ពីរផ្សេងៗជាច្រើនយ៉ាងពិស្ដារមានទាំងបច្ចុប្បន្នជាតិនិងអតីតជាតិផងដែរជីវប្រវត្តិក្នុងបច្ចុប្បន្នជាតិរបស់ព្រះនាងអបុលវណ្ណាធិរីដោយមានសម្ដែងប្រកាសក្នុងអត្ថកថាមនោរដ្ឋបរណីដែលជាអត្ថកថាអធិប្បាយសេចក្តីបាលីក្នុងគម្ពីរអង្គុត្តរនិកាយឯកនិបាតនិងក្នុងអត្ថកថាធម្មបទនៃពេលវៈនៅក្នុងរឿងអត្ថកថាបរមត្ទីបនីដែលជាអត្ថកថាអធិប្បាយសេចក្តីបាលីក្នុងគម្ពីរខតកនិកាយថេរីគាថាដូចមានសេចក្តីថាព្រះនាងអបុលវណ្ណាធិរីបានមកបដិសន្ធិគឺកើតក្នុងត្រកូលសេដ្ឋីនៅក្នុងក្រុងសាវត្ថីមេត្តាបិតារបស់នាងមានឈ្មោះដាក់ឈ្មោះឲ្យនាងថាអបុលវណ្ណាព្រោះនាងមានពណ៌សម្បុរកាយដោយផ្កាអបុលខៀវពួកញាតិមេត្តាបិតាជាដើមកាន់យកនិមិត្តនាមទៅដាក់ឈ្មោះដូចនេះកាលតមកនាងអបុលវណ្ណាមានវ័យចម្រើនពេញក្រមុំហើយនាងមានរូបរាងល្អស្អាតណាស់ដែលជាហេតុធ្វើឲ្យព្រះជាទាំងឡាយជាដើមក្នុងចម្ពោះទ្វីបនាងមានរូបរាងល្អស្អាតដែលជាហេតុធ្វើឲ្យព្រះជាទាំងឡាយជាដើមក្នុងចម្ពោះទ្វីបទ្រង់មានសេចក្តីប្រាថ្នាចង់បាននាងអបុលវណ្ណាទុកជាសម្បត្តិរបស់ខ្លួនរៀងៗខ្លួនមួយអង្គក៏ទ្រង់បញ្ជូនសះឬរាជបណ្ណាការឲ្យទៅដល់លោកសិទ្ធិជាបិតាថាសូមលោកសិទ្ធិលើកធីតារបស់លោកឲ្យដល់ខ្ញុំប្រកាសថាមានបរិះជាច្រើនទៀតបានបញ្ជូនបណ្ណាការទៅឲ្យដល់លោកសិទ្ធិនោះក៏មានច្រើនដែរលោកសិទ្ធិកាលបានទួលរាជកសារឬទទួលរាជបណ្ណាការពីព្រះជាទាំងឡាយច្រើនក្នុងចម្ពោះទ្វីបហើយដែលទ្រង់បានបញ្ជូនមកជាតបន្តតគ្នាធ្វើឲ្យមានការធ្ងន់ចិត្តដល់ហេតុការណ៍ដែលកើតឡើងទើបគិតថាយើងមិនអាចនឹងយកចិត្តបរិះទាំងអស់នោះបានតែយើងនឹងធ្វើអបាយយ៉ាងណាមួយលុះគិតរកអបាយបានហើយលោកទើបហៅនាងអបុលវណ្ណាមកសួរថាអបុលវណ្ណាកូនអាចនឹងចេញបួសបានទេពេលដែលលោកសិទ្ធិនិយាយដូច្នោះប្រៀបដូចជាប្រេងល្ងដែលគេរំងាស់ហើយរំងាស់ទៀត100ដងដែលបុគ្គលស្រេចដាក់លើក្បាលហើយអាចហូរជ្រាបចូលទៅក្នុងស្បែកបានដោយងាយយ៉ាងណាមិញចំពោះពាក្យនេះដែលពោលប្រាប់ដល់នាងអបុលវណ្ណាក៏ដូច្នោះដែរព្រោះនេះជាភពចុងក្រោយនៃជីវិតរបស់នាងដែលនាងបានត្រាច់រង្កត់ក្នុងវដ្តសង្សារអស់កាលដ៏យូរប្រមាណមិនបាននាងអបុលវណ្ណាទើបឆ្លើយទៅកាន់បិតាដោយមិនបានស្ទាក់ស្ទើរក្នុងចិត្តថាចាស់លោកឪពុកកូនអាចបួសបានលោកសិទ្ធិកាលបើលឺដូច្នោះក៏សប្បាយចិត្តចំពោះអបាយរបស់ខ្លួនសម្រេចតាមបំណងហើយលោកក៏បានរួចផុតពីកង្វល់នៅក្នុងចិត្តដែលកំពុងជួបប្រទះទើបបានរៀបចំគ្រឿងសក្ការៈជាច្រើនដើម្បីនាំនាងអបុលវណ្ណាទៅកាន់សំណាក់ភិក្ខុនីហើយឲ្យបួសនៅក្នុងសំណាក់ភិក្ខុនីនោះឯងកាលនាងអបុលវណ្ណាធិរីបួសហើយមិនយូរប៉ុន្មានក៏ដល់កំណត់នាទីទទួលវេនរៀបចំរោងឧបោសថនាងបានអុជប្រទីបបំភ្លឺនិងបោះសម្អាតក្នុងរោងឧបោសថហើយនាងក៏កាន់យកនិមិត្តនៃអណ្ដាតប្រទីបនិងសម្លឹងមើលធ្វើឲ្យកើតឈានដោយទេជោកសិនសម្លឹងភ្លើងជាអារម្មណ៍ហើយធ្វើឈាននោះឲ្យជាទីតាំងក៏បានសម្រេចជាព្រះអរហន្តេដល់ព្រមដោយបដិសម្បទា4និងអភិញ្ញា6ហើយគុណធម៌ទាំងនេះឯងដែលជាហេតុធ្វើឲ្យនាងស្ទាត់ជំនាញក្នុងការសម្ដែងឫទ្ធិផ្សេងបានភាពជាអ្នកឃ្លាវខ្លាអង្អាចក្នុងការសម្ដែងឫទ្ធិរបស់នាងអបុលវណ្ណាធិរីដែលអាចជ្រាបទៅបានពីព្រោះមានសម្ដែងនៅក្នុងអត្ថកថាធម្មបទនៃពុទ្ធវគ្គក្នុងរឿងយមកៈបដិហាថាក្នុងថ្ងៃដែលព្រះសាស្តាទ្រង់សម្ដែងយមកៈបដិហាដើម្បីបំបាក់ពួកទិដ្ឋិពួកអន្តេរថៃនិងពួកនៃគ្រុនដែលមកនិយាយបង្កចំនួនជាមួយនឹងព្រះអង្គគ្រានោះព្រះនាងអបុលវណ្ណាធិរីបានបន្លឺសីហានិតបន្លឺសំឡេងដូចជាសំឡេងរាជកសីថ្វាយបង្គំព្រះវិចិត្រមាហើយក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំម្ចាស់សូមសម្ដែងបដិហាជំនួសព្រះអង្គវិញលំដាប់នោះព្រះសាស្តាត្រាស់សួរនាងអបុលវណ្ណាថានាងនឹងសម្ដែងនៅបដិហាយ៉ាងណា
ព្រះនាងអបុលវណ្ណាធេរីក្រាបទូលតបថាខ្ញុំម្ចាស់នឹងសម្ដែងឲ្យមានបរិស័ទប្រមាណ12យោជន៍ជាបរិមណ្ឌលដោយជុំវិញនិងជាស្ដេចចក្រពត្តិដែលមានបរិស័ទក្នុងបរិវេណស្ថានទីប្រមាណ36យោជន៍ជារង្វង់ព័ទ្ធជុំវិញហើយចូលមកថ្វាយបង្គំព្រះមានបុណ្យគ្រានោះព្រះសាស្តាត្រាស់រ៉ាប់រងថាអបុលវណ្ណាតថាគតដឹងដល់អានុភាពឫទ្ធិដេជះរបស់នាងហើយព្រះអង្គទ្រង់ត្រាស់ហាមឃាត់ព្រះធរីមិនឲ្យសម្ដែងបដិហានោះឡើយនៅមានសេចក្តីមួយទៀតដែលតាក់ទងនឹងការសម្ដែងឫទ្ធិរបស់ព្រះនាងអបុលវណ្ណាធរីដែលជាការបង្ហាញឲ្យឃើញថាព្រះធរីជាអ្នកមានឫទ្ធិច្រើនតាមដែលមានសម្ដែងនៅក្នុងគម្ពីរខុទ្ទកនិកាយធរីគាថានៃទ្វាទេសកនិបាតដូចមានសេចក្តីថាក្នុងវេលាដែលព្រះបរមគ្រូទ្រង់នឹងសម្ដែងយមកៈបដិហាខ្ញុំម្ចាស់បានសម្ដែងឫទ្ធិរបស់ខ្លួននិមិត្តរត់ទឹមដោយសេះ4ចូលទៅថ្វាយបង្គំព្រះយោគលបាទរបស់ព្រះសម្មាសម្ពុទ្ធទ្រង់មានសេរីទ្រង់ជាទីពឹងរបស់សត្វលោកហើយទើបប្រតិឋាននៅទីមួយដ៏សមគួរសេចក្តីទាំងនេះជាការបង្ហាញឲ្យឃើញថាព្រះនាងអបុលវណ្ណាធេរីជាអ្នកមានឫទ្ធិច្រើនអាចសម្ដែងឫទ្ធិផ្សេងចេញមកបានតែសេចក្តីតាក់ទងនៅក្នុងរឿងសម្ដែងឫទ្ធិរបស់ព្រះធេរីនៅមានសម្ដែងទុកក្នុងគម្ពីរខុទ្ទកនិកាយអបទានដែលត្រូវលើកមកបរិយាយក្នុងវគ្គទៅនេះថាព្រះមានប្រភិយទ្រង់បានលើករឿងនាងអបុលវណ្ណាធេរីដែលជាអ្នកអង្គអាចបានបន្លឺសំឡេងសីហនាតហើយក្រាបទូលសម្ដែងនៅយមកៈបដិហាជំនួសព្រះអង្គជាដើមហេតុទើបធ្វើឲ្យព្រះអង្គត្រាស់សរសើរលើកដំកើងព្រះធេរីឲ្យជាឯតតគៈតាមដែលមានសម្ដែងប្រកបក្នុងគម្ពីរខុទ្ទកនិកាយឯកនិបាតថាសម័យមួយព្រះលោកនាថទ្រង់គង់នៅកណ្ដាលភិក្ខុសង្ឃក្នុងវត្តចេតពុនព្រះអង្គបានប្រកាសតែងតាំងភិក្ខុនីទាំងឡាយទុកក្នុងតំណែងឯតតគៈផ្សេងសំគួរទៅនឹងបុណ្យបារមីរៀងខ្លួនដែលបានសន្សំមកហើយពេលនោះដែរពេលលោកនាថក៏បានទ្រង់ប្រកាសតែងតាំងព្រះនាងអបុលវណ្ណាធេរីមួយរូបផងដែរដូចមានសេចក្តីថាអេតតកੰភិក្ខុវេមសាវិកានੰភិក្ខុណីណੰអិទ្ធិមន្តេណੰយតិតាំងអបុលវណ្ណាមនាលភិក្ខុទាំងឡាយនាងអបុលវណ្ណាជាអ្នកប្រសើរជាងភិក្ខុទាំងឡាយដែលជាសាវិការបស់តថាគតផ្នែកជាអ្នកមានឫទ្ធិក្រៅអំពីនាងអបុលវណ្ណាធេរីបានទទួលការលើកដំកើងជាអ្នកប្រសើរផ្នែកខាងជាអ្នកមានឫទ្ធិហើយព្រះនាងជាម្ចាស់បានទទួលនូវកិត្តិយសដ៏ខ្ពង់ខ្ពស់គឺបានជាអគ្គសាវិកាឆ្វេងរបស់ព្រះពុទ្ធអង្គគូនឹងព្រះនាងខេមាធេរីដែលជាអគ្គសាវិកាស្ដាំរបស់ព្រះអង្គជីវប្រវត្តិបច្ចុប្បន្នជាតិរបស់ព្រះនាងអបុលវណ្ណាធេរីក៏មានសម្ដែងប្រកាសក្នុងគម្ពីរអដ្ឋកថាធម្មបទនៃពេលវៈនិងក្នុងអដ្ឋកថាគម្ពីរបឋមសមន្តបតាបសាតិកាដូចមានសម្ដែងថាកាលតមកក្រោយពីព្រះនាងអបុលវណ្ណាធេរីសម្រេចជាព្រះអរហន្តទៅហើយព្រះនាងជាម្ចាស់បានចរិតគឺត្រាច់ទៅក្នុងជនបទដើម្បីជួយផ្សព្វផ្សាយព្រះពុទ្ធសាសនាដែលជាការកសាងប្រយោជន៍ឲ្យទៅដល់សង្គមហើយត្រឡប់ចូលទៅក្នុងព្រៃអំពវ័នព្រៃក្រាស់ឬព្រៃចោលខ្វាក់ភ្នែកក្នុងរយៈវេលានោះព្រះមានបុណ្យទ្រង់នៅមិនតាន់បានបញ្ញត្តិហាមឃាត់ភិក្ខុនីទាំងឡាយក្នុងព្រៃគ្រានោះពួកមនុស្សបានកសាងខ្ទមនិងតម្កល់គ្រែបាំងវៀងននទុកក្នុងព្រៃអន្តវ័នប្រកេនដល់ព្រះនាងអបុលវណ្ណាធេរីវេលាព្រឹកឡើងព្រះធេរីបានចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថីហើយត្រឡប់ចេញពីក្រុងមកកាន់ខ្ទមទីសម្រាប់របស់ខ្លួនវិញក្នុងគ្រានោះក៏មាននន្តមានុដែលជាកូនអ៊ំរបស់ព្រះធេរីធ្លាប់មានចិត្តប្រតិបត្តិគឺស្រឡាញ់ចំពោះព្រះធេរីតាំងតែពីពេលព្រះធេរីនៅជាក្រហមលុះគេជៀបនឹងថាព្រះធេរីសម្រាកក្នុងព្រៃគេទៅចូលទៅកាន់ព្រៃអន្តវ័ននោះដើម្បីនៅរងចាំមុនព្រះធេរីទ្រង់ត្រឡប់មកពីបណ្ឌបាតគេទៅចូលទៅក្នុងខ្ទមហើយលាក់ខ្លួននៅក្រោមគ្រែរបស់ព្រះធេរីចំណែកព្រះនាងអបុលវណ្ណាធេរីត្រឡប់មកដល់ទៅចូលទៅក្នុងខ្ទមបិទទ្វារហើយក៏អង្គុយលើគ្រែពេលដែលព្រះធេរីចូលមកក្នុងខ្ទមថ្មីភ្នែកក៏នៅងឹតមិនអាចមើលឃើញច្បាស់ព្រោះត្រូវពន្លឺថ្ងៃខាងក្រៅគ្រានោះនន្តមានុដែលលាក់ខ្លួនក្រោមគ្រែទើបចេញមកហើយក៏បានចាប់ព្រះធេរីដែលអង្គុយនៅលើគ្រែដើម្បីប្រព្រឹត្តអសធម្មជាមួយនឹងព្រះធេរីពេលនោះព្រះនាងអបុលវណ្ណាមានធេរីវាចា
ហាមថាណែបុគ្គលពីអ្នកកុំធ្វើយ៉ាងនេះឡើយបើអ្នកធ្វើយ៉ាងនេះអ្នកនឹងវិនិច្ឆ័យមិនខាននន្តមេនុបានលឺព្រះធេរីហាមរកដូច្នេះហើយក៏នៅតែប្រព្រឹត្តតាមចំណងរបស់ខ្លួនទៅលើព្រះធេរីការប្រព្រឹត្តរួចស្រេចហើយក៏បានរត់ចេញទៅបាត់ខណៈដែលព្រះអបុលវណ្ណាធេរីត្រូវនន្តមេនុប្រទុះនោះនាងជាម្ចាស់មិនមានការត្រេកអរក្នុងអស្ថមនៅឡើយឧបមាដូចជាបង្គោលឬថ្មឬដង្កូតឈើគគីដូចឆ្នោដែរប៉ុន្តែកម្មដ៏ធ្ងន់ដែលនន្តមេនុបានប្រទុះចំពោះព្រះអរហន្តីខៃណាស្របនោះផែនដីដ៏ធំមានកម្រាស់ក្រាស់240,000 យោជន៍មិនអាចទ្រាំនឹងទម្ងន់ទោសដែលនន្តមេនុបានធ្វើហើយដែរភ្លាមនោះផែនដីក៏បែកជាពីរចំណែកស្រូបយកនន្តមេនុបានធ្លាក់ទៅក្នុងអវជ័យនរកព្រះនាងអបុលវណ្ណាធិរីដែលត្រូវនន្តមេនុប្រទោសហើយក៏បានប្រាប់រឿងរ៉ាវទាំងអស់នេះឲ្យដល់ភិក្ខុនីទាំងឡាយជ្រាបភិក្ខុនីនោះក៏បាននាំយកសេចក្តីនោះទៅក្រាបទូលព្រះវិចិត្រមាឲ្យទ្រង់ជ្រាបកាលព្រះមានជោគទ្រង់ព្រះសន្តាប់រឿងនេះហើយក៏បានត្រាស់ហៅភិក្ខុទាំងឡាយឲ្យចូលមកកលហើយត្រាស់ថាមនាលភិក្ខុទាំងឡាយមិនថាបុគ្គលពីលឬអ្នកណានីមួយធ្វើបាបកម្មចំពោះភិក្ខុនីឧបាសកឧបាសិកាលុះធ្វើបាបកម្មដល់លិមុខរួចហើយក៏នៅតែត្រេកអររីករាយដូចជាមានអ្នកឡើងឬប្រៀបដូចជាបរោះទំពារបស់ដែលមានរសផ្អែមមានទឹកឃ្មុំស្ករត្នោតជាដើមព្រះអង្គក៏ទ្រង់សម្ដែងព្រះគាថាថាដរាបណាបាបមិនតន់ឲ្យផលបុគ្គលពីលសម្គាល់ថាបាបនោះមានរសជាតិផ្អែមដូចទឹកឃ្មុំដល់ពេលថាបាបឲ្យផលទើបបុគ្គលពីលនោះបានចូលដល់នៅសេចក្តីទុក្ខដែលលំបាកក្រំគ្រាជាទីបំផុតព្រះគាថានេះមានសេចក្តីអធិប្បាយកាលបើបុគ្គលពីលធ្វើបាបឬអកុសលកម្មនោះរមែងប្រកបដូចជាទឹកឃ្មុំដែលមានរសផ្អែមមើលហើយគួរប្រាថ្នាគួរស្រឡាញ់គួរពេញចិត្តបុគ្គលពីលនោះរមែងសម្គាល់ថាបាបនោះដូចជាទឹកឃ្មុំដរាបណាបាបនោះមិនតន់ឲ្យផលក្នុងទិដ្ឋធម៌ឬក្នុងបច្ចុប្បន្នឬក្នុងសពរិយកភពខាងមុខក្នុងកាលណាកាលបើបុគ្គលពីលនោះត្រូវបាបកម្មឲ្យផលហើយគេរមែងទទួលនៅសេចក្តីទុក្ខក្នុងបច្ចុប្បន្ននេះផងនិងឆ្លងធ្លាក់ទៅកាន់អបាយភូមិមាននរកជាដើមក្នុងអបរិយកភពបាបនោះឈ្មោះថាឲ្យផលក្នុងកាលនោះបុគ្គលពីលនោះរមែងប្រសពនឹងសេចក្តីទុក្ខជារឿយវេលាព្រះលោកនាយកទ្រង់ត្រាស់ព្រះធម្មទេសនាចប់មានមនុស្សជាច្រើនសម្រេចអរិយផលមានសោតបានជាដើមលុះសម័យក្រោយមកមហាជនបាននាំយករឿងរបស់ព្រះនាងអបុលវណ្ណាធិរីមកសន្ទនាគ្នាក្នុងសាលាធម្មសភាថាសូម្បីព្រះខៃណាស្របអ្នកអស់កិលេសហើយទាំងឡាយប្រហែលជានឹងនៅមានសេចក្តីត្រេកអរក្នុងកាមសុខនៅសេពកាមដោយម្ដេចនឹងមិនសេពព្រោះព្រះខៃណាស្របទាំងនោះមិនមែនឈើពុកមិនមែនដំបូកសឹងមានសាច់និងរាងកាយស្រស់នៅឡើយព្រោះដូច្នេះសូម្បីព្រះខៃណាស្របទាំងនោះក៏គង់នៅមានការត្រេកអរក្នុងកាមសុខនិងសេពកាមគ្រានោះព្រះបរមសាស្តាស្ដេចត្រាច់សួរថាមនាលភិក្ខុទាំងឡាយឥឡូវនេះពួកអ្នកអង្គុយសន្ទនាគ្នារឿងអ្វីភិក្ខុទាំងឡាយក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនពួកខ្ញុំព្រះករុណាទាំងឡាយបានសន្ទនាគ្នាពីរឿងព្រះខៃណាស្របទាំងឡាយនៅត្រេកអរក្នុងកាមសុខនៅសេពកាមព្រះអង្គលំដាប់នោះព្រះទសពលត្រាស់ថាមនាលភិក្ខុទាំងឡាយព្រះខៃណាស្របទាំងឡាយមិនត្រេកអរក្នុងកាមសុខមិនសេពកាមឡើយដូចជាដំណក់ទឹកដែលសក់ចុះពីលើស្លឹកឈូករមែងមិនចប់និងមិនទើត្រង់កណ្ដាលហើយរមៀលធ្លាក់ចុះអំពីស្លឹកឈូកយ៉ាងណាមិញនឹងដូចក្របស្ពៃរមែងមិនចប់មិនតាំងនៅចុងដែកស្រួចរមែងធ្លាក់ចុះមកក្រោមជាចុងស្រួចយ៉ាងណាសូម្បីកាមទាំងពីរយ៉ាងមួយគឺកិលេសកាមគឺកិលេសដែលធ្វើសេចក្តីស្រឡាញ់កើតឡើងពីរគឺវត្ថុកាមគឺវត្ថុដែលគួរស្រឡាញ់បានដល់កាមគុណ5រមែងមិនជឿចូលមិនតាំងនៅក្នុងចិត្តរបស់ព្រះខៃណាស្របដូចឆ្នោដែរការព្រះលោកនាថទ្រង់បន្តរឿងដើម្បីសម្ដែងបឋមទេសនាទើបត្រាស់ព្រះគាថាថាបុគ្គលណាមានចិត្តមិនចប់នៅក្នុងកាមទាំងឡាយដូចទឹកនៅលើស្លឹកឈូកឬដោយក្របស្ពៃនៅលើចុងដែកស្រួចតថាគតហៅបុគ្គលនោះថាជាព្រាហ្មណ៍
ក្នុងវេលាចប់ព្រះធម្មទេសនាមហាជនជាច្រើនដែលបានស្ដាប់ព្រះធម្មទេសនាក្នុងពេលនោះក៏បានសម្រេចអរិយផលទាំងឡាយមានព្រះសោតាបានជាដើមលុះហេតុផលដែលមិនល្អលុះហេតុការដែលមិនល្អមិនស្អាតកើតឡើងចំពោះភិក្ខុនៃដូច្នោះហើយទើបព្រះលោកនាត្រាស់ឲ្យយាងព្រះបាទបសេនតិកោសលព្រះរាជានៃដែនកោសលដែលទ្រង់គ្រប់គ្រងរាជសម្បត្តិក្រុងសាវត្ថីមកកលព្រះអង្គហើយព្រះអង្គត្រាស់ថាមហាបពិតកលធីតាទាំងឡាយក្នុងព្រះពុទ្ធសាសនានេះលះបង់ពពួកញាតិជាច្រើននិងកំណរទ្រព្យសម្បត្តិជាច្រើនចេញមកបោះហើយនៅអាស្រ័យក្នុងព្រៃដូចគ្នានឹងកលបុត្រទាំងឡាយដ៏ច្រើនដែរតែមនុស្សពីលដ៏លិមុខដែលត្រូវរាគៈដំរេកកើតឡើងក្នុងចិត្តហើយរមែងប្រទុះចំពោះភិក្ខុនីនៅក្នុងព្រៃដោយសេចក្តីប្រមាថមើងងាយខ្លះទាំងនេះជាហេតុធ្វើឲ្យកើតអន្តរាយដល់ព្រហ្មចរិយធម៌ការប្រព្រឹត្តដ៏ប្រសើរគឺការចេញបោះលះបង់នៅមេធនខ្លះព្រោះដូច្នេះសូមមហាបពិតគួរធ្វើនៅទីខាងក្នុងក្រុងឲ្យដល់ភិក្ខុនីផងចុះគ្រានោះព្រះបាទបសេនតិកោសលត្រាស់ទទួលថាល្អហើយព្រះកាណាម្ចាស់ហើយព្រះអង្គមានរាជអង្គការឲ្យកសាងទីនៅសម្រាប់ទីនៅរបស់ភិក្ខុនីនៅក្នុងកន្លែងមួយនៅក្នុងក្រុងចាប់តាំងពីនោះមកភិក្ខុនីទាំងឡាយបាននៅក្នុងស្រុកតែប៉ុណ្ណោះភាពជាអ្នកអង្គអាចក្នុងការសម្ដែងរិទ្ធផ្សេងៗរបស់ព្រះនាងអបុលវណ្ណាធិរីតាមដែលមានសម្ដែងទុកនៅក្នុងគម្ពីរខត្តកនិកាយអបទានដោយព្រះធិរីជាអ្នកពោលដំណើរអំពីក្រសែជីវិតរបស់ព្រះនាងផ្ទាល់ខ្លួនឯងដូចមានសេចក្តីថាអបុលវណ្ណាភិក្ខុនីដល់នៅត្រើយនៃរិទ្ធបានថ្វាយបង្គំព្រះបាទទីព្រះលោកនាយកហើយពោលនៅពាក្យនេះថាបបិទ្ធព្រះមហាមុនីខ្ញុំម្ចាស់ឆ្លងផុតនៅជាតិសង្សារដល់នៅព្រះនិព្វានជាទីមិនកម្រើកខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំសូមក្រាបទូលនៅទុកទាំងពួងរបស់ខ្ញុំម្ចាស់ដែលអស់ហើយពួកបរិស័ទទាំងប្រមាណជ្រះថ្លាក្នុងសាសនានៃព្រះចិនស្រីកំហុសរបស់ខ្ញុំម្ចាស់មានចំពោះជួនណាសូមពួកជននោះអត់ទោសក្នុងទីចំពោះព្រះភ័ក្ត្រនៃព្រះចិនស្រីឲ្យទានបបិទ្ធព្រះអង្គជាមហាវីរៈបុរសខ្ញុំម្ចាស់កំពុងអន្តរទៅក្នុងសង្សារបើខ្ញុំម្ចាស់មានសេចក្តីផ្្លាត់ភ្លាំងខ្ញុំម្ចាស់សូមអង្គសូមព្រះអង្គអត់ទោសចំពោះកំហុសនៃខ្ញុំម្ចាស់នោះមនាលនាងចូលនាងធ្វើតាមសាសនារបស់តថាគតបើដូច្នោះចូលនាងសម្ដែងនៅរិទ្ធចុះចូលនាងញ៉ាំងបរិស័ទទាំង4ឲ្យកាត់នៅសេចក្តីសង្ស័យទាំងប៉ុន្មានក្នុងថ្ងៃនោះចុះបបិទ្ធព្រះអង្គជាមហាវីរៈបុរសទ្រង់មានបញ្ញាត្រួតត្រងនៅសេចក្តីរុងរឿងខ្ញុំម្ចាស់ជាធីតារបស់ព្រះអង្គចំណែកខាងអំពើដ៏ច្រើនដែលគេកម្រធ្វើបានខ្ញុំព្រះអង្គបានធ្វើអំពើដែលរឹតតែកម្រក្រៃលែងបបិទ្ធព្រះអង្គជាមហាបុរសទ្រង់មានចក្ខុសម្បុររបស់ខ្ញុំម្ចាស់ដូចជាសម្បុរនៃផ្កាអបុលគឺផ្កាប្រលិតខ្ញុំម្ចាស់មានឈ្មោះអបុលវណ្ណាជាធីតារបស់ព្រះអង្គសូមថ្វាយបង្គំព្រះបាទទាព្រះរាហុលថេនៅខ្ញុំម្ចាស់ធ្លាប់កើតក្នុងភពតែមួយអស់រយៈនៃជាតិចច្រើនជាអ្នកមានចិត្តនិងមានឆន្ទៈស្មើគ្នាការកើតឡើងក្នុងភពជាមួយគ្នាក៏មានក្នុងជាតិជាមួយគ្នាក៏មានលុះដល់បច្ចឹមជាតិជនទាំងពីរកើតដោយឈ្មោះផ្សេងគ្នាព្រះរាជជាបុត្របានមកជាកុមារឈ្មោះរាហុលខ្ញុំម្ចាស់បានមកធីតាឈ្មោះអបុលវណ្ណាបបិទ្ធព្រះអង្គជាវីរៈបុរសសូមព្រះអង្គទតនៅឫទ្ធិរបស់ខ្ញុំចុះខ្ញុំនឹងសម្ដែងកម្លាំងថ្វាយព្រះសាស្តា